សេចក្តីប្រកាសព័ត៌មានកម្ពុជាតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃទៅលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពីយិនសិនរាជរដ្ឋាភិបាលកម្ពុជាសូមធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះការបន្តរំលោភបំពានរបស់ថៃទៅលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្ដោយព្រំដែនចន្លោះថ្ងៃទី5ដល់ថ្ងៃទី7ខែកក្កដាឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃបានធ្វើការជីកដីលើកទំនប់និងរាយបន្លាលួសតាមទិសពីជើងទៅត្បូងនៃបង្គោលព្រំដែនលេខ14ស្ថិតនៅក្នុងសង្កាត់អូស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យបន្ទាប់មកនៅថ្ងៃទី9ខែកក្កដាឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃបានរំលោភចូលនៅក្នុងទឹកដីកម្ពុជាដើម្បីរាយបន្លាលួសនៅតំបន់បង្គោលព្រំដែនលេខ22ស្ថិតនៅក្នុងភូមិថ្មដូនឃុំគោកមើនស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យសកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យនិងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាដោយដែលបានកំណត់និងខណ្ឌសីមាតាមផែនទីខ្នាត1/200,000ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមស្របតាមអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907សកម្មភាពទាំងនេះគឺរំលោភបំពានផងដែរលើមាត្រា5នៃអនុសារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្ដីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោក MOU ឆ្នាំ2000ដែលបានចុះហត្ថលេខានៅថ្ងៃទី14ខែមិថុនាឆ្នាំ2000ព្រមទាំងបំពេញលើចំណុចទី2និងចំណុចទី6នៃរ៉ូម៉ាំងវិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះថ្ងៃទី27ខែធ្នូឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថាកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅខ្សែព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីរបស់ភាគីថៃនោះឡើយហើយសកម្មភាពខាងលើនេះនឹងមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាទាក់ទងទៅនឹងខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់ខ្លួនឡើយរាជរដ្ឋាភិបាលកម្ពុជាស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពទាំងនេះនៅក្នុងតំបន់ដែលបានកើតឡើងខាងលើក៏ដូចជាតំបន់ផ្សេងទៀតដែលត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃតាំងពីឆ្នាំមុនមកដើម្បីកាត់បន្ថយភាពតានតឹងជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមកសម្របសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធីដើម្បីស្ដារឡើងវិញនូវសន្តិភាពស្ថិរភាពនិងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃខ្ញុំប្រុសក្មេងពី LTNG News